ស្រីទាំងអស់គ្នាទាំងក៏មកកាន់វីដេអូចុងក្រោយហើយថ្ងៃនេះoffice អាប់សាបអីចឹងមិនសតតែខ្វះខាតអញ្ចឹងទៅជាតាម matching ទៅហើយថ្ងៃនេះពីយើងទៅសាច់អាំងតែនៅកន្លែងសាច់អាំងនោះយើងចំណាយពេលប្រហែលជាខ្ទង់1ម៉ោងបន្ទាប់ពីមកពីកំពង់ភ្លុកវិញយើងចូលសាច់អាំងយើងបន្ទាប់ពីសាច់អាំងពីយើងក៏ចែកផ្លូវគ្នាអ្នកខ្លះក៏ទៅតែហើយពីខ្ញុំមក Pipe Street ដោយសារតែថ្ងៃដំបូងហ្នឹងយើងមក Pipe Street បានមកបន្តិចអញ្ចឹងទៅយើងមកតថ្ងៃនេះមានចការពួកខ្ញុំអត់ដឹងជាសាច់ការអីណាគឺការគឺដើរខាងមុខ Pipe Street នឹងចំ5ជុំសាសដើរទៅវិញទៅមកហើយអាបាសជុំវិញហ្នឹងមានចការថ្លង់ហើយមនុស្សក៏ច្រើនទៀតតែមិនអីទេយូរយើងបានទៅស្ដាប់បានទៅ Pipe Street ម្ដងអញ្ចឹងទៅយើងអត់អីទេ it's okay ហើយពីខ្ញុំមកចូលកន្លែងហាងមានលក់នេះគ្រឿងគេដាប់ហ្នឹងអត់ដឹងថាគេហៅអីដែរប៉ុន្តែស្អាតទាំងគ្នាអាចគេដាក់ភ្លើងទៅដល់ស្អាតហ្មងហើយគេមានលក់គំនូគេមានលក់អីចឹងទៅគឺគ្រឿងអនុស្សាវរីយ៍ហើយក៏មានឃើញមានភ្ញៀវគាត់ចូលទិញយើងក៏សំដែរបន្ទាប់ពីដើរប្រហែលត្រឡប់យើងក៏មកញ៉ាំក្រែមឆាអញ្ចឹងយើងក្រែមឆាតែមួយកំប៉ុងទេតែគ្នា3-4នាក់ពេលនេះសោះប៉ុណ្្នឹងហើយអ្នកនរគ្នាសូមចាំភេទបន្តទីភេទចុងក្រោយបាយ